តើជីវិតរបស់មនុស្សយើងស្លាប់ទៅមានការចាប់ជាតិដែរឬទេមកដឹងការពិតជាមួយគ្នាណាជីវិតរបស់មនុស្សលោកយើងនៅលើផែនដីនេះពុំមានការចាប់ជាតិឡើងវិញនោះទេព្រះជាម្ចាស់បានមានបន្ទូលថាមនុស្សម្នាក់ត្រូវស្លាប់តែមួយដងរួចទើបសឹមជាប់សេចក្តីជំនុំជម្រះដូច្នេះហើយមនុស្សម្នាក់គឺតម្រូវឲ្យស្លាប់មួយដងនៅលើរូបកាយនេះហើយមិនមានការចាប់ជាតិឡើងវិញនោះទេយើងដឹងហើយថាកាលពីមុនពលពតបានសម្លាប់មនុស្សអស់ជាង3លាននាក់មែនទេបងប្អូនពលឹង3លាននាក់ចុះបើសិនជាមានការស្លាប់ហើយកើតវិញ3លាននាក់មែនទេចឹងវិលកើតវិលស្លាប់ហើយកើតហើយស្លាប់អញ្ចឹងស្លាប់ទៅ3លាននាក់គឺមកវិញទៅ3លាននាក់ហេតុអីក៏មានច្រើនលើសពី3លាននាក់ទៀតបងប្អូនអ្នកគ្នាបានស្ដាប់ឮគេ100ដង1000ដងប៉ុន្តែមិនស្មើនឹងឃើញខ្លួនឯងម្ដងនេះមែនទេបងប្អូនអ្នកគ្នាបើសិនជាថាគាត់ចាប់ជាតិមកវិញឥឡូវបងប្អូនអាចទៅសួរគាត់មើលរៀនចប់នៅបាក់ឌុបគាត់ត្រូវបន្តពីបាក់ឌុបទៅសាកលវិទ្យាល័យទៀតហើយបងប្អូនអ្នកគ្នាមែនទេចុះបើគាត់ចាំជាតិមិនក៏ខកខងគាត់ចេះហើយអញ្ចឹងសួរគាត់មើលថាគាត់ចេះអីខ្លះពីមុនមកគាត់រៀនដល់ណាហើយគាត់ចេះអត់គាត់ចាំអត់អ្វីទាំងអស់អញ្ចឹងនៅក្នុងព្រះគម្ពីរបានសម្ដែងថាពុំមានការចាប់ជាតិនោះទេដូចជាមានម្នាក់ដែលគាត់មកសួរព្រះយេស៊ូវថាតើមនុស្សចាស់ហើយស្លាប់ទៅតើអាចចូលក្នុងផ្ទៃពោះម្ដាយហើយកើតឡើងវិញជាថ្មីម្ដងទៀតបានដែរទេព្រះយេស៊ូវមានបន្ទូលថាបើមិនបានកើតអំពីទឹកហើយអំពីព្រះវិញ្ញាណនោះគ្មានអ្នកណាអាចទៅឯនគរព្រះបានទេដូច្នេះហើយគ្មានការចាប់ជាតិព្រះអង្គបានប្រាប់ជាងច្បាស់ថាមនុស្សគឺមានជីវិតតែម្ដងគត់ហើយត្រូវស្លាប់រួចទៅជាប់សេចក្តីជំនុំជម្រះអញ្ចឹងមនុស្សម្នាក់មិនអាចគេចផុតពីសេចក្តីស្លាប់បាននោះទេគឺម្នាក់ត្រូវស្លាប់ខាងឯរូបកាយនេះសិនទៅជាប់សេចក្តីជំនុំជម្រះមែនទេបងប្អូនអ្នកគ្នាបាទបើសិនជាបងប្អូនអ្នកគ្នាបានពេញចិត្តសូមជួយចុច like comment and share វីដេអូនេះផងដែរសូមអរគុណសូមព្រះប្រទានពរ